រយៈការចុះបញ្ជីដីនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុការដោះស្រាយវិវាទដីធ្លីការផ្ដល់សេវាកម្មគាប់ចិត្តការបញ្ចប់បញ្ហានៅបឹងទន្លេសាបនិងនៅរមណីយដ្ឋានអង្គរការបង្រួមបញ្ហានៅតាមបុរីដើម្បីបន្ថយនិងឈានទៅលុបបំបាត់បញ្ហាជំរុញចម្រាស់ក្នុងសង្គមកម្ពុជាមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យគួរបន្តផ្ដោតលើកិច្ចការនគររូបនីយកម្មការរៀបចំក្រុងនិងសំណង់ដើម្បីធានាឲ្យសំណង់របស់យើងមានគុណភាពសុវត្ថិភាពនិងសោភ័ណភាពប្រែក្លាយតំបន់នេះឲ្យទៅជាទីក្រុងដែលគួរឲ្យចង់រស់នៅមានផ្លូវដើរមានលំអសាធារណៈផ្ទះសម្បែងរៀបរយបរិស្ថានស្អាតប្រកបដោយសុខុមាលភាពក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរស័ក្តិសមជាប្រជាពលរដ្ឋនៅក្នុងសហសម័យរុងរឿងដែលជាអ្នកបន្តវេនពូនជ្រុងថែទាំផ្លែផ្កាសុខសន្តិភាពឲ្យកាន់តែរីកសុសសាយនៅក្នុងសង្គមកម្ពុជាជានិច្ចនិរន្តរ៍សូមគូបញ្ជាក់ថាប៉ោយប៉ែតធ្លាប់ជាតំបន់ដែលមានសង្គ្រាមដូច្នេះការទទួលខុសត្រូវចំពោះប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយបញ្ចប់វិវាទនិងផ្ដោតលើការរៀបចំក្រុងដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដបន្ថែមពីលើនេះទៀតមន្ទីរត្រូវបន្តគិតគូរពីឱកាសនិងលទ្ធភាពនៅក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារបង្កើនសកម្មភាពពាណិជ្ជកម្មបង្កើនប្រាក់ចំណូលក្នុងគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះឲ្យកាន់តែប្រសើរឡើងនេះជាប្រសាសន៍សំណេរសំណាលរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅថ្ងៃទី9ខែធ្នូឆ្នាំ2024នេះ